មានគូស្នេហ៍ជាជនជាតិអាមេរិកការងាររបស់គាត់គឺកលៀនឧបដ្ឋាយិកាធ្វើការនៅអាមេរិកហើយគាត់គឺជាអតីតតាហានសម្រាប់របស់គាត់មិនស្អាតទេតែគាត់រៀងចំណាស់បន្តិចបងអូនប៉ុន្តែរៀងរាល់យប់គាត់ចូលចិត្តដើរលេងចូលក្នុងក្លឹបហើយមានមិត្តភ័ក្តិច្រើនបងអូនជាពិសេសមិត្តភ័ក្តិស្រីតែម្ដងគឺមិត្តភ័ក្តិច្រើនបងអូនសម្រាប់គាត់មិនស្អាតពិតមែនប៉ុន្តែស្នេហ៍ស្មោះហើយចឹងអាហ្នឹងអ្វីដែលអូនស្រីគាត់ឆាតមកខ្ញុំហើយគាត់ប្រាប់ខ្ញុំណាតែគាត់មានបញ្ហាជាមួយនឹងគូស្នេហ៍របស់គាត់ដោយសារគូស្នេហ៍របស់គាត់ហ្នឹងសំបែកគាត់ដោយសារគាត់ប្រច័ណ្ឌហើយគាត់អត់ធ្លាប់ជួបមុខគ្នាពីមុនមកទេគូស្នេហ៍របស់គាត់អាមេរិកកាំងក្លៀននុបដ្ឋាយិកាអតីតទាហានហ្នឹងគឺអត់ដែលមកស្រុកខ្មែរសោះហ្មងបងអូនស្គាល់គ្នារយៈពេល5ខែហើយតែអូនស្រីដែលនៅខ្មែរហ្នឹងគាត់រៀងបច្ចានច្រើនដែរចឹងណាដោយសារខាងប្រុសហ្នឹងចូលក្លឹបរហូតបងអូនគាត់ក៏សុំទោសគូស្នេហ៍គាត់អាមេរិកកាំងនឹងដែរថាអូដោយសារការប្រច័ណ្ឌគាត់ស្រឡាញ់ទៅគាត់ប្រច័ណ្ឌអញ្ចឹងណាដោយសារគាត់ចូលចិត្តឲ្យទៅលេងក្លឹបទៅអីផឹកស៊ីអីជុំវិញមិត្តភ័ក្តិស្រីអីទេឲ្យតែគាត់ទៅក្លឹបគឺគាត់តែដែរឆ្លើយតបសារបងអូនស្រីហ្នឹងទេយើងត្រូវដឹងថាវប្បធម៌ពីរផ្សេងគ្នាហើយយើងនៅឆ្ងាយពីគ្នាអញ្ចឹងគេធ្វើអីខ្លះក៏យើងអត់ដឹងដែរបងអូនអញ្ចឹងគាត់សួរខ្ញុំថាចាគាត់ព្យាយាមលួងលោមហើយហេតុតែស្រឡាញ់អញ្ចឹងហើយគាត់ចង់មកសហរដ្ឋអាមេរិកអីប៉ុន្តែសង្សារគាត់អត់ដែរនិយាយថាតលេងគាត់នៅស្រុកខ្មែរសោះអញ្ចឹងហើយអំឡុងពេលគាត់សុំបាយអញ្ចឹងតើគាត់សុំត្រូវម៉ានដងគាត់សុំត្រូវគ្នាម៉ានដងហើយតែសង្សារអាមេរិករបស់គាត់ដូចដាច់ចិត្តហ្មងអត់ចង់ត្រូវគ្នាវិញទេអញ្ចឹងគាត់គិតថាតើគាត់គួរបន្តឬក៏បញ្ចប់គាត់សួរខ្ញុំឲ្យប្រឹក្សាអញ្ចឹងណាខ្ញុំសប្តាហ៍ថ្ងៃដោះស្រាយវិបត្តិស្នេហាដែរបងអូនខ្ញុំក៏បាននិយាយប្រាប់គាត់ថាដោះលែងគេទៅឲ្យគេទៅហើយការដោះលែងការបែកគ្នារបស់យើងណាក៏វាជាឱកាសមួយឲ្យយើងរកអ្នកដែលស្រឡាញ់យើងដែរហើយអ្នកដែលមកលក្ខណៈថាវាអភិវឌ្ឍយើងជាងមុនអីចឹងណាបើគេស្រឡាញ់យើងពិតគេនឹងមកលេងយើងហើយឆ្លើយតបយើងណាចំពោះរឿងការប្រច័ណ្ឌបន្តិចបន្តួចប៉ុណ្ណឹងគេលើកលែងហើយអញ្ចឹងណាអញ្ចឹងហើយខ្ញុំក៏និយាយលើកទឹកចិត្តគាត់ឲ្យរកគូស្នេហ៍ថ្មីទៅហើយព្យាយាមស្រឡាញ់ខ្លួនឯងឲ្យបានច្រើនណាបងអូនបន្ទាប់មកមួយខែក្រោយឯងបងអូនគាត់បានរអាមេរិកកាំងទៀតបងអូនបានជួបនឹងអាមេរិកកាំងទៀតហើយគេស្រឡាញ់គាត់ស្រឡាញ់មែនតែនហ្មងស្រឡាញ់ជាងអ្នកមុនទៀតតែសំខាន់ណាស់អ្នកក្រោយហ្នឹងគឺកលៀននុបដ្ឋាយិកាដែរប៉ុន្តែគេក្មេងជាងហើយស្អាតជាងសង្ហាជាងហើយស្រឡាញ់គាត់ជាងអ្នកមុនទៀតបងអូនអញ្ចឹងណាអញ្ចឹងយើងកុំសិតនៅក្នុងអតីតកាលបងអូនយើងត្រូវបើកឱកាសឲ្យខ្លួនឯងហើយស្រឡាញ់ខ្លួនឯងបើយើងអត់ស្រឡាញ់ខ្លួនឯងហ្នឹងណាគេមកស្រឡាញ់ហើយយើងក៏ត្រូវមើលឱកាសដែរណាថាឱកាសហ្នឹងឱកាសល្អឬក៏ឱកាសអាក្រក់តើវាស័ក្តិសមជាមួយយើងអត់ហើយម្នាក់ហ្នឹងពិតជាស្រឡាញ់យើងអត់ចឹងណាបងអូនហើយម្នាក់ប្រុសក្រោយហ្នឹងក៏សន្យាថានឹងមកលេងគាត់នៅស្រុកខ្មែរបងអូនវាគឺជាដំណឹងដែលល្អបំផុតហើយគាត់ផ្ញើសារមកដល់អរគុណខ្ញុំអើយខ្ញុំនេះរំភើបជំនួសគាត់ដោយសារអីតែមួយខែបងអូនជួបលឿនហ្មងណា